ADV អត់ឆេះបងប្អូនពីមើលយើងទៅតាមដានបញ្ហាទាំងអស់គ្នាបាទអញ្ចឹងទី1យើងដោតម៉ាស៊ីន scan មកបងប្អូនបាទហើយយើងចុចកុងតាក់ដេមើលថាកុងតាក់ដេដំណើរការនេះបងប្អូនឃើញនេះអក្សរ on off on off ហ្នឹងគឺមានថាយើងចុចកុងតាក់ដេទៅមានថាកុងតាក់ដេហើយជាមួយដៃប្រាំងឆ្វេងគឺអូខេណាយើងទៅមើលចតុលជាហៀងនេះបងប្អូននេះ on off នេះគឺចតុលជាហៀងក៏អូខេដែរអញ្ចឹងយើងបើកកែបណាបើកកែបជំនាញបន្ទាប់មកយើងបើកកែបមើលអាដេវាយអត់បងប្អូនអាការៈ ADV យើងដឹងហើយអញ្ចឹងនៅពេលយើងចុចដេទៅអាឡែដេវាយប៉ឹកណាបងប្អូនអញ្ចឹងភ្លើងមកអស់ហើយសញ្ញាមកអស់ហើយណាបាទដុំបញ្ជា smart key អត់ខូចទេបងប្អូនបាទនៅឡើយតែម៉ាញ៉ូតូហើយនឹងភ្លើងវាយចេញពីម៉ាញ៉ូតូទៅដុំភ្លើងដើម្បីឲ្យម៉ូតូដេឆេះបាទអញ្ចឹងជំងឺពួកនេះបងប្អូនពីច្រើនដឹងហើយគឺអត់ដិតដោយ3ហ្វាបងប្អូនណាបាទអត់ដោយ3ហ្វាយើងលូកដៃគៀកមើលបាទអាហ្នឹងជាការតេស្តដំបូងបងប្អូនណាឃើញថាម៉ូតូដេឆេះបានអូខេអញ្ចឹងយើងដោះយកតែម្ដងបាទដោះយកយើងមើលស្ថានភាពដូចជាក់ស្ដែងនេះបងប្អូនលួយមួយបាត់ទៅហើយណាបាទអញ្ចឹងយើងដោះមកបើសិនជាធ្ងន់យើងដូរដូចបើសិនជាខាត់បានយើងដូចស៊ីនបាទហើយដូចម៉ាស់នេះគឺអត់អីទេបាទអញ្ចឹងយើងខូចតែដូច3ហ្វានេះបាទអញ្ចឹងសម្រាប់ដូច3ហ្វានេះឆែកទៅឃើញថារៀងធ្ងន់បាទអញ្ចឹងយើងដូរដូចថ្មីតែម្ដងបងប្អូនណាបាទ